នារីម្នាក់នេះដោយសារតែគាត់មានកំហឹងជាមួយនឹងប្តីរបស់គាត់ដែលជាប្រុសខូចបងប្អូនគឺគាត់រួចទៅមានស្រីញីអូនបងគ្រប់ពេលវេលារហូតដល់គាត់សម្រេចចិត្តធ្វើរឿងមួយនេះបងប្អូនបាទបន្ទាប់ពីប្តីរបស់គាត់ធ្វើបាបចិត្តគាត់គឺគាត់បានតាំងចិត្តថានឹងធ្វើបាបប្រុសដែលខូចវិញម្ដងបងប្អូនយើងមកមើលការរៀបអន្ទាក់ស្នេហ៍របស់គាត់នេះគឺគាត់ប្រើមុនទឹកអប់តែមានលក្ខណៈតាក់ទាញបងប្អូនរហូតដល់តាក់ទាញបុរសម្នាក់នេះដែលជាប្រុសកំហួចនឹងតាមថតតាមស្គាល់គាត់ដោយសារតែក្លិនក៏ដូចជាសម្រស់គាត់តាំងពីដើមទីរហូតមកដល់ជោគចណ្ដើរយន្តឯជាដើមបងប្អូនបាទប្រុសកំខូចបែបរបៀបនេះគឺនឹងត្រូវបានតាក់ឲ្យបងប្អូនបាទជាប់អន្ទាក់គាត់ចាំមើលតើគាត់នឹងធ្វើអ្វីបន្តទៀតគាត់ដឹងបាទដោយសារតែគាត់រៀបចំគម្រោងជាមួយគ្នាគាត់នឹងធ្វើបាបប្រុសកំហូចដែលខូចទូទាំងពិភពលោកនេះគឺដោយរបៀបនេះបងប្អូនបាទគឺគាត់ធ្វើដូចជាមិនមានរឿងអីជាដើមមកគាត់នៅក្នុងបន្ទប់ចណ្ដើរយន្តនេះគឺគាត់ចេញទៅហើយនឹងរៀបអន្ទាក់ស្នេហ៍ដល់បុរសកំហូចនេះមួយទៀតបងប្អូនបាទគាត់បែបញញឹមធ្វើឲ្យបាទកាន់តែតាក់ទាញធ្វើឲ្យបុរសកំហួចមកនេះកាន់តែលងកាន់តែតាមកាន់តែស្នេហ៍បាក់ភ្លេចភ្លាំងអស់ហើយបងប្អូនបាទរហូតដល់លោកជីម្នាក់នេះគាត់ចង់ចូលនៅក្នុងចណ្ដើរយន្តនេះក៏បុរសនេះមិនព្រមឲ្យចូលដែរដោយសារតែការស្រឡាញ់មកបាំងបិទបាំងអស់អញ្ចឹងបាទបងប្អូននេះគឺជាសកម្មភាពរបស់គាត់មួយដែលធ្វើឲ្យគាត់បាទលងស្រឡាញ់ដកចិត្តមិនរួចណាបងប្អូនគឺលងជាមួយនឹងសម្រស់ក៏ដូចជាភាពតាក់ទាញរបស់នាងបងប្អូនយើងមកមើលបាទគាត់មកដល់ផ្ទះគឺគាត់មិនគិតអីទេគាត់តាមដានសកម្មភាពរបស់នារីម្នាក់នេះតាំងពីដេកតាំងពីដើររហូតដល់ស្គាល់ផ្ទះស្គាល់សម្បែងជាដើមបងប្អូនបាទគឺគាត់តាមលួចថតគ្រប់សកម្មភាពបងប្អូនរហូតមកដល់ពេលមួយគាត់បានលួចឡើងទៅដល់ផ្ទះនារីម្នាក់នេះទាំងភ្លៀងរលឹមបងប្អូនគឺគាត់ចង់ទៅដល់ហិតក្លិនក្នុងបន្ទប់ឬក៏ចង់ស្គាល់បន្ទប់ដើម្បីសម្រេចបំណងនៃការស្រឡាញ់លមោបការរបស់គាត់បងប្អូនបាទគឺគាត់នឹងគឺព្យាយាមចូលទៅដល់បានហក់លើពូកលើអីគេដើម្បីបានហិតក្លិនក៏ដូចជាការបាទសម្រាប់បំណងដែលគាត់ស្រឡាញ់គេងើបងួលងើបមិនរួចបងប្អូនបាទគាត់អត់ដឹងថាគេគឺកំពុងតែរៀបគម្រោងដាក់អន្ទាក់អីនោះទេបងប្អូនបាទគាត់មកដល់លើពូកគាត់ហិតភួយហិតខ្នើយហិតក្លិនរបស់គេនឹងមើលទៅដូចជាសប្បាយណាបងប្អូនដូចជាស្កប់ស្កល់នឹងអ្វីដែលគាត់បានធ្វើមែនតើបងប្អូនគឺនៅពេលដែលគាត់ចូលព្រាមគឺគាត់ចូលទៅក្នុងបន្ទប់ថតឧបករណ៍របស់ប្រើប្រាស់របស់នាងនឹងយកចាស់ដុសថ្មិញរបស់គាត់មកដុសថែមទៀតបងប្អូនដុសដូចជារបស់គាត់ដូចជាគាត់សប្បាយនឹងសកម្មភាពរបស់គាត់នេះមែនតើមិនយូរប្រហែលបងប្អូនម្នាក់ស្រីដែលគាត់នេះគាត់បានត្រឡប់មកវិញបងប្អូនគាត់បានត្រឡប់វិញហើយបុរសនេះគឺគាត់ភ័យស្លន់ស្លោបាទបងប្អូនគឺគាត់បាទរត់ចូលទៅក្រោមគ្រែតែម្ដងបងប្អូនបាទគឺរត់ចូលក្រោមគ្រែដើម្បីកិច្ចខ្លួននៅក្នុងស្ថានភាពនេះបងប្អូនដោយសារតែគាត់បានចេញទៅបងប្អូនតាមការពិតនារីម្នាក់នេះគាត់ក៏ដឹងដែរដោយសារតែគាត់បានរៀបចំគម្រោងក៏ដូចជាដឹងថាបុរសម្នាក់នេះគាត់បានមកអីអញ្ចឹងគឺបានតាក់តាំងពីដើមទីមកហើយគាត់បានចាប់អារម្មណ៍ឃើញទាំងស្បែកជើងរបស់គាត់នឹងរត់រាយនឹងឃើញសកម្មភាពផ្សេងប្លែកគឺគាត់បានចាប់អារម្មណ៍ថាគាត់បានដាក់អន្ទាក់មកមួយទៀតហើយបងប្អូនប៉ុន្តែអ្វីដែលគាត់ធ្វើនោះគឺហាក់ដូចជាមិនដឹងមិនអីទាំងអស់ដូចជារឿងធម្មតាបងប្អូនមកគឺគាត់ដូចតែធ្វើការងារគាត់ធ្វើប្រចាំថ្ងៃមិនអោយបុរសកំហុសនេះដឹងទេថាគាត់មានគម្រោងបែបណាបងប្អូនគឺគាត់រៀបចំដោះសម្លៀកបំពាក់អង្គុយលើពូកលើអីធ្វើឲ្យមានភាពទាញកាន់តែខ្លាំងថែមទៀតដើម្បីដាក់អន្ទាក់បុរសនេះឲ្យលងងឹបមិនលួចតែម្ដងបាទបងប្អូនមកអង្គុយក្បែរពូកនេះបុរសនេះគាត់តែឃើញជើងឃើញសម្រស់របស់នេះកាន់តែធ្វើឲ្យគេនឹងព្រឺរោមនឹងបាសរួមថែមទៀតហើយបន្ទាប់មកនាងក៏ទៅរៀបចំដោះសម្លៀកបំពាក់នៅក្នុងបន្ទប់ទឹកងូតទឹកអីចឹងបងប្អូននេះបុរសម្នាក់នេះនៅពេលដែលឃើញកាយវិការក៏ដូចជាសកម្មភាពដោះសម្លៀកបំពាក់ចេញអីគឺធ្វើឲ្យគាត់កាន់តែមានអារម្មណ៍ថាមិនចង់ចេញទៅណាបាទរៀបចំបិទទ្វារបន្ទប់នឹងមានបំណងខូចបងប្អូនមកគិតថានឹងសេរីហើយបងប្អូនមកសេរីមិនអោយខកបំណងទេបានលួចមកស្គាល់ផ្ទះស្គាល់បំផែងគេហើយបងប្អូនមកគឺគាត់ពិតជាលងងើបមុខមិនរួចបងប្អូនមកគាត់បានបើកទ្វារបន្ទប់ទឹកគេតែម្ដងបងប្អូនដោយសារការស្រឡាញ់បើឃើញព្រាមឃើញនារីម្នាក់នេះគឺអាក្រាតរាងកាយបែបនេះគឺគាត់កាន់តែស្រឡាញ់កាំងបាទមើលកែវភ្នែករបស់នារីម្នាក់នេះគឺពិតជាមានអាចបំបាំងអ្វីមួយយ៉ាងទេបងប្អូនមកគាត់ឃើញហើយគឺគាត់មានអារម្មណ៍ថាគាត់មិនដឹងថាគិតបែបណាទេប៉ុន្តែព្រាមនោះបាទគាត់បានសញ្ញោគ្នាគាត់មកខ្សាច់ថាបុរសម្នាក់នេះគឺបានមកដល់កន្លែងនេះហើយគឺចំនឹងសេរីហើយបងប្អូនបាទនេះគឺជាក្រុមសកម្មជនរបស់គាត់ដែលគាត់ត្រៀមមកសេរីមិនត្រឹមតែមួយទេ2 3នាក់ហើយបាទបងប្អូនបុរសកំហុញចាប់ដើមដើរថយបន្តិចម្ដងដើម្បីចង់រកកន្លែងចេញបងប្អូនបាទប៉ុន្តែมันអាចចេញទៅណារួចទេបងប្អូនបាទថយជាន់ជាមួយនឹងបាត់សាកសពបុរសម្នាក់កំហុចម្នាក់ទៀតពីមុនណាបងប្អូនគាត់តាមមករបៀបនេះបងប្អូនដែលឃើញទៅបាទគាត់ងាកមកមើលបានថាគឺជាកន្លែងដែលគាត់គេរៀបចំអន្ទាក់ឲ្យអស់ឱកាសចេញតែម្ដងបងប្អូននេះគឺជាអន្ទាក់ដែលដាក់សម្រាប់ប្រុសខូចហើយនារីម្នាក់នេះទៅថាកំហឹងរបស់គាត់បានឃើញបាន2នាក់ហើយបងប្អូនបាទ